ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំមកពីលីកឬសពមួយដងអញ្ចឹងបងប្អូនតែងតែមើលវីដេអូខ្ញុំនៅការដើរលេងព្រៃដើរលេងតាមកន្លែងទឹកជ្រោះឬក៏កន្លែងណាដែលកំសាន្តសប្បាយតែថ្ងៃនេះខ្ញុំនាំបងប្អូនទាំងគ្នាមកមើលពីសកម្មភាពនៃការយកកាដូ OCC របស់កុមារនៅបរទេសដែលកំពុងអភិវឌ្ឍដើម្បីនឹងចែកជូនដល់កុមារដែលខ្វះខាតនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាដែលជួបការខ្វះខាតផងដែរហើយមកខាតទៅយូរសូមបងប្អូនទស្សនាចាប់តាមពីក្បាលដំបូងនៃឃ្លាំង OCC រហូតដល់ដៃកុមារទាំងដល់ការខំពីមេរៀនទី2អញ្ចឹងពេលដែលកូនមករៀនមេរៀនណាស់ដំណើរជីវិតដ៏ល្អបំផុតចប់ទាំង12មេរៀនដែលគ្រូនឹងចែកសញ្ញាបត្រទៅកាន់ដំបូងគឺជាគ្រូកុមារដែលយើងត្រូវមករៀនក៏ដូចជាខ្ញុំក៏ដូចជាបងស្រីខ្ញុំនិងលោកគ្រូម្នាក់ទៀតដើម្បីមករៀនដើម្បីនឹងយកចំណេះដឹងដែលយើងត្រូវរៀននេះដើម្បីនឹងចែកជូនកុមារដែលទទួលបានកាដូនេះផងដែរហើយកាដូដូចអ្នកនរគ្នាបានឃើញជើគឺនៅក្រោយខ្នងរបស់អ្នកគ្រូហ្នឹងឯងបន្ទាប់មកគឺយើងត្រូវជញ្ជូនកាដូចេញពីឃ្លាំងដើម្បីនឹងទង្រៀបដាក់តាមព្រះវិហារនីមួយៗដើម្បីនឹងដឹកទៅតាមព្រះវិហារតាមទីកន្លែងដែលយើងត្រូវចែកកាដូផងដែរអានេះដូចចិត្តយកបោះគេកម្មភាពលើកកាដូដាក់មកយើងទៅចែកកុមារតែអ្នកមានចង់ហើយទៅខាងណាវិញលោកគ្រូអូជាក្រែងឆ្ងាយគ្រាន់ដែររំដល់មកណាម៉ានមក10 9 10ដែរគ្រាន់ចង់អត់ដូចទេអត់យូរទេបាទអូទៅបានចេញហើយអត់យូរបាទចង់ធូរចង់តែបើយើងបើកលឿនតែ1ម៉ោងជាងទេបាទពេលដែលយើងដឹកកាដូចេញមកហើយគឺយើងត្រូវយកកាដូទៅដាក់នៅឃ្លាំងរបស់ព្រះវិហារនៃព្រះវិហារមួយសម្រាប់ព្រះវិហារខ្ញុំគឺដាក់នៅក្នុងព្រះវិហារព្រះគុណទៅហើយបានបន្ទាប់មកដឹកយកទៅដាក់ដល់កន្លែងទីធ្លាដែលយើងត្រូវចែកកុមារនៅពេលដែលយើងទៅដល់កន្លែងដែលយើងត្រូវចែកហើយតែយើងមិនទាន់ចែកនៅឡើយទេគឺយើងត្រូវរៀបចំទីកន្លែងសម្រាប់ដាក់កាដូមើលស្រាប់របស់ពីចំពោះកាដូយើងត្រូវដាក់គឺយើងដាក់សងខាងដាក់ខាងស្រីមួយប្រុសមួយដើម្បីនឹងឲ្យកុមារងាយស្រួលក្នុងការដែលយើងទៅចែកហើយគឺយើងត្រូវគ្របកាដូឲ្យជិតឈឹងកុំឲ្យកុមារនឹងមើលឃើញដើម្បីឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលយើងបើកកាដូទាំងអស់ឡើងមកវិញដើម្បីឲ្យកុមារឃើញមកគឺការភ្ញាក់ផ្អើលហើយសប្បាយរីករាយនឹងកាដូរបស់ពួកគាត់ដែរហើយកម្មវិធីដែរក្នុងនេះកម្មវិធីថានឹងល្អពីព្រះយេស៊ូវអូអញ្ចឹងចែកខ្ញុំចូលបានអត់បានអរគុណបាយបាយ
នៅពេលដែលកុមារបានចូលមកដល់ហើយគឺយើងត្រូវកត់ឈ្មោះនៃពួកគាត់នីមួយៗដើម្បីនឹងទទួលយកកាដូនៅពេលបិទពាក់ព្រឹត្តិការណ៍នៃឆោមចាក់នេះមុននឹងចាប់ផ្ដើមផ្សាយដំណឹងល្អទៅកាន់កុមារគឺយើងត្រូវនាំពួកគាត់លេងបែបកំសាន្តដើម្បីបង្កើតភាពសប្បាយរីករាយទៅកាន់ពួកគាត់ហើយក៏ពួកយើងចាប់ផ្ដើមផ្សាយដំណឹងល្អទៅថ្ងៃទី3ព្រះបានបង្កើតឲ្យមានដីដោះឡើងមានន័យថាដីដោះឡើងបង្កើតជាតនជាតិមានន័យខ្លះវាមកនេះគឺជាអ្វីបើកមកអ្នកគ្រូសូមប្រាប់ថាកាដូនេះគឺជាកាដូដែលក្មេងៗដូចបងប្អូនអញ្ចឹងនៅប្រទេសដែលគេមានន័យថានៅចាំប្រាប់ណាថាលេងបានហើយគឺម៉េច គំកិនបោអូនគំកិនបោនេះអូវិសាមកដល់មានអីអត់អញ្ចឹងទៅទៀតចាំទាំងតាមអស់គ្នាតែយើងលើកកដោបងប្អូនសិនគ្នាតាមមានអីខ្លះបើក1 2 3បើកមកមើលដល់គ្នាញ៉ៃអូយនោះមានបច្ចេកទៀតអូយស្អាតមកចិត្តអត់អូយមានកតុកកតាទៀតចែកគ្នាបាននេះខ្លះបានពេតតោងតលីអូមានអូស្អាតណាស់នេះស្អាតណាស់សម្រាប់គោលដៅដែលយើងត្រូវចែកកាដូទី1គឺនៅស្រុកសូនិគមភូមិព្រៃលៀនហ្នឹងហើយមួយទៀតគោលដៅគឺយើងត្រូវនៅក្នុងបរិវេណនៃបឹងទន្លេសាបប៉ុន្តែឈានដល់ទឹកដីបាត់ដំបងបន្តិចគឺនៅក្នុងភូមិព្រែកទាល់តែកាដូដែលយើងត្រូវយកទៅមានចំនួនតិចតួចទេដើម្បីនឹងចែកជូនខ្មែរនៅទីនោះនៅភូមិព្រៃលៀន50កាដូហើយនឹងព្រែកទាល់50កាដូក្បែរ50កាដូហើយនេះគឺជាសកម្មភាពដែលយើងត្រូវដឹកកាដូពីឃ្លាំងនៅព្រះវិហារតាមរមាក់ហើយចេញពីរមាក់ទៅកាន់ទូកដើម្បីនឹងដឹកយកទៅដល់កុមារនៅខាងភូមិព្រែកទាល់មុខនេះមកមនុស្សជីកក្រោយ
គឺគាត់ល្អមែនទែនគាត់ក្នុងការចាប់យកចំណេះដឹងនៃព្រឹត្តិការណ៍ឆ្លងចាប់ហ្នឹងគឺយើងបានគាត់ទាញគាត់ឲ្យចូលក្នុងថ្នាក់សិក្សាទី DJ គឺបានច្រើន chơi ngủ rồi đã lên chơi nằm mơ không đai mấy bạn ấy không nhìn cây bạn người ta không nhìn cây hay này cái chia cột mà để từ bàn và vô cả đồ hay lên phục quạt bàn từ vô từ te riêng khuôn vinh hái phục quạt từ vinh đào sờ bài đi nâng ông no màu bị pra chim cha hôm nay để xa tại khai prang cái dân miền cô làm bay nâng riêng xuống bàn phục quạt bàn một tụ cả đôi xuống đây tha bàn cả đôi màu khai vừa xá dương nâng trời lang nè lơ te chia bột vật có bong phô này có tạ định nhạt ở dương nâng riêng chạy cả đồฝั่ng đây hãy ở con này ở nhé xong rồi tiến phố bye bye
ហ្នឹងហើយបងប្អូនគ្នាព្រឹត្តិការណ៍ឆောင်းចាប់នៅក្រោយខ្នងខ្ញុំនេះគឺបានបញ្ចប់ហើយកុមារក៏ចូលបានកដោទៅផ្ទះរៀងខ្លួនហើយយើងនឹងជួបគ្នាវីដេអូក្រោយនៅថាសិសា TTJ ហើយសូមព្រះប្រទានពរអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយព្រះបន្ត្រាមងសំគ្រូផែនដីព្រះគ្រីស្ទព្រះបងព្រះជន្មឲ្យយើងចាំផ្ដើមជាតិថ្មីរស់នៅក្នុងព្រះハរតីស្រឡាញ់នៃព្រះបិតាព្រះណាសុគតជួយើងជុំ